អូអូឡើងតឹង កាត់ខ្លីៗមកធ្វើ skin care routine ពេលយប់មួយខ្ញុំទាំងអស់គ្នាជាទម្លាប់របស់ខ្ញុំឥឡូវនឹងហ្មងបន្ទាប់ពីលាងសម្អាតស្បែកមុខរបស់ខ្ញុំបានស្អាតហើយខ្ញុំតែងតែយកសម្លៃជូតមុខរបស់ម៉ាមីសាដើម្បីជូតសម្អាតស្បែកមុខរបស់ខ្ញុំមុននឹងជូតខ្ញុំយកសម្លៃរបស់ម៉ាមីសាហ្នឹងបិទទៅលើមុខខ្ញុំប្រហែលជា2ទៅ3នាទីសិនតបមកទើបខ្ញុំចាប់ផ្ដើមយកសម្លៃហ្នឹងជូតសម្អាតស្បែកមុខរបស់ខ្ញុំហើយនិយាយពីអត្ថប្រយោជន៍នៃសម្លៃជូតមុខមួយហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនមែនទែនវាជួយកាត់បន្ថយបញ្ហាមុខមុនរោលក៏ដូចជាកាត់បន្ថយស្នាមអុចខ្មៅស្នាមជាំអាចរុយកាត់បន្ថយការរលាកនិងជួយជំរុះកោសិកាចាស់ៗ So ឥឡូវចូលមកដល់ step ទី2របស់ខ្ញុំហើយក៏ជា step ចុងក្រោយនៃ skin care routine ពេលយប់របស់ខ្ញុំដែរអញ្ចឹងខ្ញុំមកបិទជាមួយនឹងម៉ាស់របស់ម៉ែមីសាហើយមានអ្នកមួយចំនួនសួរខ្ញុំថាតែបិទម៉ាស់ហ្នឹងមានអត្ថប្រយោជន៍គេខ្លះនិយាយលេងអ្នកនរគ្នាតាមពិតអត់មានអ្នកណាគេសួរខ្ញុំទេគ្រាន់តែខ្ញុំមកចង់ប្រាប់ពីអត្ថប្រយោជន៍នៃម៉ាស់មួយហ្នឹងដែរដែលជួយកាត់បន្ថយស្នាមនៅលើមុខជួយបង្រួមរន្ធញើសក៏ដូចជាផ្ដល់សំណើមដល់ស្បែកមុខរបស់យើងដូចដែលអ្នកនរគ្នាបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងចំពោះទឹកសេរ៉ូមដែលនៅសល់នៅក្នុងកញ្ចប់ម៉ាស់ហ្នឹងខ្ញុំយកមកលាបលើខ្លួនរបស់ខ្ញុំទៀតYes របៀបថាយើងកុំឲ្យខាតអីអញ្ចឹងហើយបន្ទាប់ពីអ្នកនរគ្នាបិទម៉ាស់ហ្នឹងហើយអ្នកនរគ្នាទុករយៈពេល10ទៅ15នាទីចាំយើងបកចេញនៅពេលដែលបកម៉ាស់ហ្នឹងមកខ្ញុំឃើញមុខខ្ញុំគឺ glow glass skin ហើយគឺអូឡើងមានសំណើមមកអ្នកនរគ្នាហើយខ្ញុំពិតជាស្រឡាញ់ស្បែកមុខខ្ញុំមែនតើបន្ទាប់ពីបិទម៉ាស់ហើយ So ខ្ញុំអត់អីធ្វើហើយអញ្ចឹងខ្ញុំចូលគេញហើយ Good night everyone